ខ្ញុំមានរឿងថ្មីមួយសម្រាប់យកមកនិយាយប្រាប់អ្នកទាំងអស់គ្នាសម្រាប់រឿងរបស់យើងថ្ងៃនេះគឺបានកើតឡើងទៅលើប្អូនប្រុសម្នាក់ដែលនៅក្នុងថ្ងៃមួយគាត់បានទៅលេងស្រុកហើយពេលដែលទៅលេងស្រុកហ្នឹងគាត់បានជួបលៀងហូបអីជុំគ្នាជាមួយបងប្អូនណាហើយដល់ពេលស្វឹងគាត់ក៏បានទ្រប្រមាថគេដោយចេតនាហើយដោយសារតែការប្រមាថគេនឹងហើយទើបធ្វើឲ្យគេខឹងរួចគេតាមធ្វើបាបគាត់ជាច្រើនលើកចានសារហូតដល់គាត់ធ្វើរឿងនឹកស្មារតីដល់មួយតែគេឈប់តាមរករឿងគាត់វិញអូខេអញ្ចឹងចង់ដឹងថាម្ចាស់សាច់រឿងគាត់បានប្រមាថគេរឿងអីហើយវិញ្ញាណលុះតាមរករឿងធ្វើបាបគាត់បានណាខ្លះអញ្ចឹងដើម្បីកុំឲ្យខាតពេលតោះចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នារឿងរ៉ាវមួយនេះត្រូវបានចែករំលែកដោយប្អូនប្រុសម្នាក់ដែលគាត់មានឈ្មោះថាខេនសាតែខ្ញុំសូមហៅគាត់ថាដាទៅចោះដើម្បីវិរុទ្ធមកស្រួលនិយាយហើយសម្រាប់រឿងមួយនេះផងដែរគឺបានកើតឡើងនៅកំឡុងពេលបុណ្យអុំទូកតែគាត់បានបញ្ជាក់ថាបានកើតឡើងនៅក្នុងឆ្នាំណានោះទេដល់កាលហ្នឹងដាក៏ថាគាត់បានធ្វើការនៅភ្នំពេញឯណោះប៉ុន្តែដល់ពេលអុំទូកបែបហ្នឹងគេក៏សម្រាកអញ្ចឹងគាត់ក៏បានទៅលេងផ្ទះហើយថ្ងៃហ្នឹងគាត់បានជិះតាក់ស៊ីទៅផ្ទះតាំងតែពីព្រឹកហើយពេលដែលទៅដល់ផ្ទះភ្លាមដាក៏បានដាក់អីវ៉ាន់របស់គាត់នឹងទុកនៅផ្ទះហើយគាត់ក៏បានទៅលេងផ្ទះបងប្អូនជីដូនមួយរបស់គាត់អញ្ចឹងពេលល្ងាចហ្នឹងម៉ែគាត់ក៏បានទៅលេងបងប្អូនជីដូនមួយជាមួយគាត់ដែររបៀបថាទៅជួបជុំបងប្អូនណាហើយម៉ែរបស់គាត់នៅលេងនៅនឹងដល់ល្ងាចបន្តិចម៉ែគាត់ក៏ត្រឡប់មកផ្ទះវិញទៅចំណែកដាហ្នឹងគាត់បានត្រឡប់មកផ្ទះវិញទេគឺគាត់នៅផឹកស្រាជុំគ្នាលេងជាមួយបងប្អូនរហូតដល់ម៉ោង7យប់ឯណោះពេលហ្នឹងម្នាក់រៀងសបងរៀងស្រៀងខ្លះដែរហើយដូចថានៅវត្តនេះគេមានកម្មវិធីចាក់ធុងបាសអីចឹងណាអញ្ចឹងហើយដាគាត់ក៏បានប្រពន្ធបងប្អូនរបស់គាត់ទៅលេងវត្តទៅមើលគេរំធុងបាសអីចឹងទៅកាលហ្នឹងតាមចាំបានគាត់ទៅមើលគេរហូតដល់ម៉ោង 9:10 ឯណោះបានពួកគាត់នឹងរកគ្នាត្រឡប់មកផ្ទះវិញហើយពេលដែលដាមកវិញបងប្អូនគាត់នឹងគោពេលហ្នឹងដោយសារតែម្នាក់អសវងផងអីផងតែបើថាសវងខ្លាំងមិនជាខ្លាំងប្រមាណទេរបៀបថាត្រឹមមកក្តៅមុខដាត្រេតិចតួយតែប៉ុណ្ណោះអញ្ចឹងពេលដែលពួកគាត់ដើរតាមផ្លូវហ្នឹងពេលដែលទៅដល់ផ្ទះចំនួនមួយរបស់គាត់ហ្នឹងក៏បានចូលទៅផ្ទះអស់ទៅហើយដានេះគាត់ក៏មិនបានទៅផ្ទះខ្លួនឯងដែរគឺគាត់បានទៅគេនៅផ្ទះអ៊ំរបស់គាត់សិនព្រោះតែខ្ជិលដើរទៅផ្ទះដោយសារតែផ្ទះគាត់ហ្នឹងនៅរៀងឆ្ងាយដែរអញ្ចឹងពេលគាត់ទៅដល់ផ្ទះអ៊ំរបស់គាត់ហ្នឹងដាគាត់បានឡើងទៅគេនៅខាងលើទេព្រោះតែគាត់មិនចង់ខានអ៊ំហើយណាមួយដោយសារតែម៉ោង 11:12 ទៅហើយគាត់សុខចិត្តគេនៅក្រោមផ្ទះហ្មងទៅព្រោះថានៅក្រោមផ្ទះហ្នឹងក៏មានក្រេមិនរងអាចគេបានដែរអញ្ចឹងក្រោយពីគិតបែបហ្នឹងហើយដាក៏បានដើរទៅសាយទៅដល់អ៊ំគាត់ចងនៅឈាមផ្ទះហើយក៏យកមកចងនៅចំកណ្ដាលផ្ទះវិញហើយចងពីលើក្រេតែម្ដងព្រោះតែក្រេហ្នឹងគឺដាក់នៅចំប្រឡោះតសកណ្ដាលហើយនៅចំពីលើហ្នឹងគឺមានកំហាស្រាប់ងាយស្រួលគេពេលដាក់កំហាទៅលហើយស្រួលហើយក៏មកមុខខាងផងហើយខ្ញុំសូមបញ្ជាក់ពីស្ថានភាពពេលហ្នឹងតិចតែដាគាត់បានប្រាប់ថានៅក្រោមផ្ទះគាត់ត្រង់តសកណ្ដាលហ្នឹងគឺមានហឹងមួយមិនដឹងថាហឹងអីឲ្យប្រកាសទេដឹងតែគាត់ឃើញមានជើងធូបនៅកន្លែងហឹងហ្នឹងអាហ្នឹងគឺជាចំណុចមួយហើយនៅមុខផ្ទះអ៊ំគាត់ចំពីមុខហ្នឹងគឺមានដើមអំពិលមួយដើមរៀងធំគួរសមដែរហើយដើមអំពិលហ្នឹងដាគាត់ធ្លាប់មានប្រវត្តិម្ដងហើយដែលគាត់ធ្លាប់ត្រូវបានខ្មោចលងឡើងយំនៅកាលពីក្មេងហើយគាត់ឃើញតែម្ដងនឹងគាត់ដល់ក្រោយមកទៀតគាត់ក៏មិនដែរឃើញទៀតដែរអូខេងាកមកកាន់សាច់រឿងយើងវិញអញ្ចឹងពេលដែលចងរងហើយរាល់ដាក៏បានឡើងទៅគេងតែគាត់មិនទាន់សងំគេងភ្លាមទេគឺគាត់នៅលេងហ្គេមពីបដៃសិនលេងរហូតដល់ម៉ោងប្រហែលជា12 កន្លះគាត់ក៏ចាប់ផ្ដើមទន់ភ្លេងងុយគេងអញ្ចឹងគាត់ក៏បានបិទហ្គេមហើយក៏សងំគេងទៅប៉ុន្តែពេលដែលសងំគេងណាគាត់ក៏នឹកឃើញរឿងដែលធ្លាប់ឃើញខ្មោចនៅកន្លែងដើមអំពិលកាលពីក្មេងណាអញ្ចឹងពេលនោះគាត់ក៏យកពិលទៅប្រចាំងទៅដើមអំពិលនោះចង់ដឹងថាមានខ្មោចទៀតអត់ដល់ពេលដែលកំពុងប្រចាំងហ្នឹងគាត់ក៏លួចទៅក្នុងចិត្តថាបើមានខ្មោចនៅកន្លែងដើមអំពិលនឹងមែនណាសូមឲ្យគាត់ឃើញម្ដងទៀតមើលគាត់លែងខ្លាចដូចមុនហើយគិតអញ្ចឹងហើយគាត់ក៏ប្រចាំងពិលឆ្លោះទៅឆ្លោះមកល្មះស្ទុះដល់ឃើញមានអីគាត់ក៏បានបិទពិលហើយក៏សងំគេងទៅដល់ពេលគេងហ្នឹងគឺគាត់ដាក់ជើងទៅខាងមុខផ្ទះហើយក៏បានរំលែកបែរទៅរកសសរកណ្ដាលដែលមានហឹងពីលើអញ្ចឹងពេលហ្នឹងគាត់គេងបើកង្ហាពីលើលាន់ឬដូចគោយន្តអញ្ចឹងតែដោយសារតែងុយគេងផងតិចនឹងចោលកង្ហាផងបានតិចក្រោយមកដាក៏បានគេងលូពេលហ្នឹងគាត់ថាគាត់គេងលូបានតែមួយផ្លេតទេស្រាប់តែគាត់មានអារម្មណ៍ថាដូចជាមាននរណាម្នាក់មករួនរឿងរបស់គាត់នៅខាងឆ្វេងរបៀបដូចគេចង់មកដាក់គាត់ណាពេលដែលមានអារម្មណ៍បែបហ្នឹងគាត់ក៏ភ្ញាក់ដឹងខ្លួនឡើងមើលទៅខាងឆ្វេងដៃទៅគឺថាអត់មាននរណាទេដល់ឃើញមានអីបែបហ្នឹងគាត់ក៏គេងបន្តទៀតពេលដែលគេងបន្តហ្នឹងលែងមានអីមករួនរឿងគាត់ទៀតដែរដោយលើកនេះគាត់យល់សប្តិម្ដងពេលនោះដាក៏ថាគាត់បានយល់សប្តិឃើញថាគាត់ហើយនឹងមិត្តភក្តិបានជិះម៉ូតូទៅរៀនមិនដឹងសាលាណាទេ
ចេះតែជីស៊ីទៅក៏ទៅដល់របស់សាលាខាងក្រៅហើយនៅខាងក្រៅហ្នឹងគឺមានដើមដូងមួយដើមក៏ថាដើមដូងហ្នឹងមានផ្លែច្រើនមែនទែនហើយធំទៀតអញ្ចឹងដល់ឃើញដូងមានផ្លែច្រើនបែបហ្នឹងពួកម៉ាក់របស់គាត់ក៏ជុំម៉ូតូហើយមិត្តភក្តិគាត់ម្នាក់បានឡើងទៅបេះនៅក្នុងយសពហ្នឹងគ្នាគាត់គឺមាន3នាក់ប៉ុន្តែអ្នកដែលឡើងបេះដូងនោះគាត់បេះបានតែមួយផ្លែទេដល់បេះបានមួយផ្លែបែបហ្នឹងពួកម៉ាក់គាត់ក៏បានយកដូងដែលបេះបានហ្នឹងមកឲ្យគាត់ហើយដាគាត់ក៏បានការដូងហ្នឹងដើរទៅក្នុងថ្នាក់រៀនចូលទៅពួកគាត់ក៏ចាប់ផ្ដើមកាប់ដូងនោះផឹកគាត់ថាដូងហ្នឹងមិនដឹងជាទឹកប្រមាណលីត្រទេគាត់ផឹកឆ្លាស់គ្នាម្ដងម្នាក់ហើយគាត់ថាពេលផឹកមកកើតដំបងដូងហ្នឹងផ្អែមឆ្ងាញ់មែនទែនតែដល់ពេលផឹកយូរទៅស្រាប់តែគាត់មានអារម្មណ៍ថាដូចជាមានគ្រាប់អង្គរឹងនៅក្នុងមាត់ដល់មានអារម្មណ៍បែបហ្នឹងគាត់ក៏ឈប់ផឹកហើយយកដូងហ្នឹងមកចាក់ទឹកមើលចង់ដឹងថាមានអង្គរដូចអ្វីដែលគាត់មានអារម្មណ៍អត់ប៉ុន្តែអ្នកទាំងអស់គ្នាហើយគាត់ថាពេលដែលគាត់ចាក់ដូងហ្នឹងចេញមកអ្វីដែលចេញមកនោះគឺមិនមែនគ្រាប់អង្គរទេគឺថាវាជាដង្កូវដល់ឃើញមានដង្កូវបែបហ្នឹងគាត់ក៏នឹកឃើញថាបើក្នុងដូងមានដង្កូវអញ្ចឹងនៅក្នុងមាត់គាត់ក៏ជាដង្កូវដែរមានណាពេលដែលខ្ជាក់ចេញមកគឺសូតែដង្កូវមែនដល់ពេលឃើញដង្កូវពេញមាត់អញ្ចឹងគាត់រៀបនឹងនេះទៅសួរពួកម៉ែគាត់ហើយហ្នឹងតែព្រាមស្រាប់តែគាត់ក៏ភ្ញាក់ដល់ខ្លួនឡើងដោយសារតែមានអ្នកមករូលរឿងគាត់ទៀតហើយលើកនេះមករូលនៅខាងស្ដាំម្ដងពេលហ្នឹងដាគាត់ភ្ញាក់ឡើងកត្រាក់ណាស់អ្នកទាំងអស់គ្នាតែដល់ពេលក្រោយអង្គុយមើលជុំវិញទៅស្រាប់តែឃើញមាននរណាទេពេលហ្នឹងគាត់ចាប់ផ្ដើមគិតហើយថាស្អីអញ្ចឹងចេះតែមករូលរឿងគាត់រហូតអញ្ចឹងគិតហើយសង្ស័យតែគ្មានអីក្រៅពីអាហ្នឹងទេអញ្ចឹងគាត់ក៏ចាប់ផ្ដើមភ័យហើយពេលដែលកំពុងតែភ័យហ្នឹងគាត់ក៏មានអារម្មណ៍តែឈឺនោមអញ្ចឹងគាត់ក៏បានទុកអារម្មណ៍ភ័យហ្នឹងមកឡាយសិនហើយគាត់ក៏បានចូលទៅលើរឿងទៅនោមមកជាហៀងផ្ទះចម្ងាយប្រហែលជា3ម៉ែត្រព្រោះបើខ្លាចថានោមមកជិតក្រោមផ្ទះពេកខ្លាចតែព្រឹកឡើងឆ្អែតទៅអ៊ំស្ដីឲ្យអញ្ចឹងពេលហ្នឹងគាត់ក៏ទៅនោមទៅនោមហើយឬទាល់ដាក៏វាមកវិញបំរុងនឹងដើរទៅកន្លែងរឿងវិញឯហ្នឹងស្រាប់តែពេលនោះគាត់ក៏ឃើញរឿងដែលគាត់តែនេះវាយកទៅមកដល់ខ្លួនឯងគ្រាន់តែឃើញចឹងភ្លាមមកគាត់ចាប់ផ្ដើមព្រឺសបល់ឡើងស្រួតពីចុងជើងដល់ក្បាលមិនដែលណារឿងអត់មានមនុស្សជីផងវាយកទៅមកបានដល់ខ្លួនឯងបែបហ្នឹងគិតបែបហ្នឹងហើយគាត់ក៏មើលទៅលើរឿងនោះទៅក៏ឃើញកំហាកំពុងតែវើអញ្ចឹងគាត់ក៏គិតវិញថាអូតាមពិតមកពីកំហាសោះខំតែភ័យអញ្ចឹងក្រៅពីសម្រួលអារម្មណ៍ហើយដាក៏បានដើរទៅកាន់រឿងគាត់វិញតែមុននឹងឡើងគេងគាត់ក៏បានឈោងដៃទៅបិទកំហានៅខាងលើនោះសិនដោយកងតាក់ហ្នឹងគឺនៅតែសកដាលប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ម្ដងទេនោះគឺថាពេលគាត់បិទកង្ហាហើយស្រាប់តែរឿងហ្នឹងវានៅតែយល់ដែរពេលហ្នឹងគាត់ខ្លាចនឹងញ័រជើងអស់ហើយអាកំពុងតែភ័យហ្នឹងដល់ក៏លេទៅមើលអាកង្ហាដែលគាត់បិទមិញទៅស្រាប់តែវាវិលវិញដល់អញ្ចឹងគាត់ចាប់ផ្ដើមវល់ណាដល់គាត់ឆ្ងល់ថារឿងហ្នឹងវាយល់ដោយសារតែកង្ហាឬក៏ដោយសារតែខ្មោចហើយកង្ហាហ្នឹងក៏អញ្ចឹងដែរមុនហ្នឹងគាត់ឈោងដៃបិទច្បាស់ណាតែមិនបានជាវិលវិញនៅខ្លួនឯងអញ្ចឹងពេលហ្នឹងដល់មិនដឹងថាត្រូវធ្វើម៉េចដាក៏បានបិទកង្ហាហ្នឹងជាលើកទី2តែបិទមើលទៅមិនសូវប្រកបគាត់ក៏បានដកដុយចេញតែម្ដងចាំមើលវាចង់មកទៀតហើយមានអីក្រៅពីដកដុយហើយរឿងក៏ឈប់យល់អញ្ចឹងដាគាត់ក៏រៀងធូរចិត្តបន្តិចហើយព្រោះគាត់គិតថាគ្រប់យ៉ាងហ្នឹងគឺមកពីកង្ហាហ្នឹងឯងគិតបែបហ្នឹងហើយគាត់ក៏ឡើងទៅគេងបន្តហើយដោយសារតែរៀងងុយដែរសងំគេងបានតិចក្រោយមកគាត់ក៏បានគេងលក់ទៅតែអត់ទាន់ចប់ទេអ្នកទាំងអស់គ្នាពេលដែលគេងលក់លើកហ្នឹងគាត់ក៏បានជាសពម្ដងទៀតវគ្គពេលនេះគឺគាត់ជាសពឃើញថាគ្នាគាត់ទាំងអស់មាន5នាក់មានដាប្អូនគាត់ហើយមិត្តភក្តិគាត់3នាក់ទៀតដែលពួកគាត់ពេលហ្នឹងនាំគ្នាទៅហែទឹកសាសនៅក្នុងវត្តប៉ុន្តែក្នុងជាសពហ្នឹងក៏ថាកំពុងតែហែទឹកនៅក្នុងស្រះសុកស្រាប់តែទឹកស្រះហ្នឹងក៏ប្រែទៅជាទន្លេហើយកំពុងតែហែហ្នឹងប្អូនគាត់នេះក៏បានស្រ័យប្រាប់គាត់ថាបាត់ខ្សែកដល់លឺប្អូនប្រាប់តែបាត់ខ្សែកអញ្ចឹងគាត់ក៏ជាមួយទឹកដារោកណាប៉ុន្តែដល់ពេលរកឃើញគឺមិនមែនខ្សែកទេវាគឺជាខ្សែដៃទៅវិញដល់ពេលមានរឿងបាត់របស់បាត់អីអញ្ចឹងដាក៏បានបបួលគ្នាឡើងទៅលើគោកវិញព្រោះតែខ្លាចបាត់នៃបាត់នោះទៀតប៉ុន្តែពេលដែលឡើងទៅលើគោកវិញណាដាគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមានអីមួយយ៉ាងកំពុងតែចាក់គូតគាត់ជីតដល់មានអារម្មណ៍អញ្ចឹងគាត់ក៏បានលូកដៃទៅចាក់វាចេញមកមានណាពេលដែលយកចេញមកអីដែលចាក់គូតគាត់មិញហ្នឹងគឺវាជាឆ្លើងហើយវាមិនមែនតែមួយណាអ្នកទាំងអស់គ្នាគឺថាវាមាន2ដោយមួយគាត់ចាប់បានហើយមួយទៀតវាចូលទៅក្នុងគូតគាត់បាត់ហើយគាត់ថានៅក្នុងជាសពពេលហ្នឹងគាត់ភ័យជាងឃើញខ្មោចតែទៀតភ័យផងសាយផងលូតផងរហូតដល់ភ្ញាក់ដល់ខ្លួនឡើងដល់ពេលដល់ខ្លួនឡើងដឹងថារឿងមិនគឺជាការជាសពគាត់ធូរចិត្តខ្លាំងមែនទែនប៉ុន្តែអាពេលដែលធូរចិត្តហើយទៀតនឹងកេងទៅវិញហ្នឹងស្រាប់តែគាត់មានអារម្មណ៍ថាដូចជាមានអ្នកឈរនៅសងខាងគាត់ដល់ការភ្ញាក់លើកទី1មានកេះកេះគាត់ខាងឆ្វេងលើកទី2មានកេះកេះគាត់ខាងស្ដាំប៉ុន្តែលើកនេះគឺថាមកសងខាងតែម្ដង
ហើយលើកនេះគាត់គិតតែខ្មោចនឹងលងគាត់មែនទេណាទោះបីជាគាត់មិនបានឃើញស្អែកក៏ដោយតែគេធ្វើឲ្យគាត់ខ្លាចណាអញ្ចឹងពេលហ្នឹងគាត់អត់ហ៊ានក្រោកចេញពីរឿងទេគាត់នៅតែយល់រឿងគ្រូខ្លួននឹងចិត្តដែលក្នុងចិត្តនេះគឺថាគេមករករឿងគាត់អញ្ចឹងដោយសារតែគាត់ប្រមាថគេហើយមើលទៅហើយប្រមាថត្រង់កន្លែងណាអ្នកទាំងអស់គ្នាគឺត្រង់ពេលដំបូងឡើយគ្មាននរណាមករករឿងគាត់អីទេតែសុកនេះគាត់ក៏បានយកពិលទៅប្រចាំងដាក់គេណាហើយឲ្យថាក្មេងតូចគេខាងគាត់ត្រង់ចំណុចនឹងឯងបានគេចេះតែមកឲ្យដឹងជាអារម្មណ៍ហើយគេឲ្យគាត់យកសពចម្លែកបែបហ្នឹងសាគិតមើលអ្នកទាំងអស់គ្នាមិនដែរណាតែគេសុកយកសពឃើញទឹកដងចេញទៅហើយមួយទៀតតែយកសពឃើញឆ្លងចូលគូតអីណានេះបើថាបើយើងយកសពធម្មតាគឺកម្របែបហ្នឹងមែនទេអញ្ចឹងក្រោយប្រជុំរឿងចម្លែកបែបហ្នឹងហើយលូតដល់ព្រឹកឡើងណាក៏បានយករឿងហ្នឹងទៅប្រាប់អ៊ំនិងបងប្អូនជីដូនមួយគាត់ឲ្យបានដឹងពីរឿងទាំងអស់ដែលកើតឡើងពីយប់ពេលដែលលើគាត់និយាយអញ្ចឹងហើយអ៊ំគាត់ក៏បានប្រាប់គាត់ថារឿងហ្នឹងមិនមែនជាសញ្ញាល្អទេអញ្ចឹងគាត់ក៏បានដេញឲ្យដានេះទៅសាយទឹកស្រែអីចេញទៅតែដាក៏ថាការហ្នឹងដោយសារតែគាត់រវល់វីវដាលេងអ៊ំទូពេកគាត់ក៏ភ្លេចបានទៅសាយទឹកស្រែអីទេហើយការហ្នឹងក៏គ្មានរឿងអីកើតឡើងទៀតដែរអញ្ចឹងដល់កន្លងទៅបាន3ឆ្នាំក្រោយមកដាក៏បានជួបរឿងចម្លែកមួយទៀតដែលកាលហ្នឹងបងប្អូនចំនួនមួយរបស់គាត់ហ្នឹងក៏បានភ្ជាប់ពាក្យហើយបងគាត់ហ្នឹងក៏បានហៅដាទៅចូលរួមជុំគ្នាណាហើយដោយសារតែរវល់ធ្វើការពីថ្ងៃអញ្ចឹងចាំរហូតដល់យប់បានគាត់ចេញដំណើរទៅស្រុកហើយដូចទម្លាប់អញ្ចឹងពេលដែលទៅដល់ស្រុកដែរបាននឹកទៅហើយដូចដល់គាត់ក៏បានទៅលេងផ្ទះអ៊ំរបស់គាត់ដែលជាផ្ទះធ្វើកម្មវិធីហ្នឹងគាត់ថាពេលដែលទៅដល់ភ្លាមក៏ឃើញនៅហ្នឹងមានបងប្អូនគាត់ជុំគ្នាច្រើនមែនទែនគាត់ថាពេលដែលទៅដល់ភ្លាមក៏ឃើញបងប្អូនគាត់នៅហ្នឹងនៅជុំគ្នាហើយគេហ្នឹងក៏បានហៅគាត់ផឹកតិចតួចទៅតែពិជានៅថ្ងៃហ្នឹងមិនតដល់ថ្ងៃកម្មវិធីទេស្អែកមកដល់ថ្ងៃកម្មវិធីអញ្ចឹងនៅក្នុងជប់ហ្នឹងដែរនឹងបងក៏បានផឹកជុំគ្នាតែដោយសារតែជិះមកតាមផ្លូវមិនទាន់បានហូបបាយផឹកអស់បានមួយកប៉ុងដែរក៏បានទៅរកបាយហូបសិនតែដោយសារតែជប់ព្រៀងជ្រៅដែរហើយអ៊ំគាត់ហ្នឹងក៏បានមកឃើញឡើងទៅសម្រាប់ខាងលើហើយចាស់ក្រោយពីរៀបចំផ្លែឈើហើយរួចរាល់គាត់ក៏នាំគ្នាត្រឡប់ទៅផ្ទះវិញអស់ទៅអញ្ចឹងដែរក្រោយពីហូបបាយហើយគាត់ក៏មកអង្គុយផឹកជុំគ្នាជាមួយគេបានតិចគេក៏រៀបចំបាយគ្នាដែរទៅព្រោះតែស្អែកនេះត្រូវមានកម្មវិធីមិនចង់ឲ្យនៅយូរហើយលុះដល់ព្រឹកឡើងកម្មវិធីក៏ដំណើរការជាធម្មតាដែលរៀបចំធ្វើពិធីអីហើយរួចរាល់ពួកគាត់ក៏នាំភ្លេងញ៉ាំអាហារជុំគ្នាកាលហ្នឹងមានតែអ្នកជិតខាងបងប្អូនខាងប្រុសបងប្អូនខាងស្រីមកអង្គុយហូបជុំគ្នាទាំងអស់ប៉ុន្តែចំណែកថាមានបងប្រុសម្នាក់ក្នុងចំណោមភ្ញៀវទាំងអស់ហ្នឹងគាត់គិតតែអង្គុយហូបបាយហូបយកអត់និយាយរកណាគេទាំងអស់ហើយសំខាន់ណាស់អ្នកទាំងអស់គ្នាគាត់ហូបបាយដល់7ចានឥឡូវខ្ញុំសូមហៅគាត់ថាបងបេនទៅចោះហ្នឹងហើយបងបេនគាត់ហូបបាយអស់ចានមែនទេដល់ពេលហូបឆ្អែតហើយក៏ក្រោកដើមរងទៅផ្ទះតែពេលដែលរៀបនឹងដាទៅហ្នឹងក៏មានបងប្រុសម្នាក់បាននិយាយលេងសើចថាអាបេនហើយកាត់អីហ្នឹងស៊ីបាយអស់ឡើង7ចានហើយអត់គិតទៅឲ្យគេស៊ីខ្លះទេអីនិយាយអញ្ចឹងហើយគ្រប់គ្នាក៏សើចលក្ខណៈលេងសើចណាហើយបងបេនលើគេសួរអញ្ចឹងគាត់ធ្វើមុខស្មើហើយគាត់អត់បាននិយាយអីទេស្ដាប់ហើយគាត់ក៏បានហៅទៅផ្ទះបាត់ទៅចម្លែកអីពេលដែលបងបេនដាផុតទៅស្រាប់តែដាក៏ថាគាត់ចាប់ផ្ដើមមានអារម្មណ៍ថាក្តៅខ្លួនខុសធម្មតាគឺថាមកព្រៃនឹងក្តៅឈឹងចូលតែម្ដងហើយអត់សនុកក្នុងខ្លួនទេពេលហ្នឹងអាចថាដោយសារតែគាត់ផឹកស្រាបៀរនឹងអស់រៀងចានគូសំដែរដល់ពេលមានអារម្មណ៍តែក្តៅអញ្ចឹងគាត់ក៏បានរត់ទៅគេនៅលើរឹងមួយដែលនៅជិតក្រៃគេផឹកនឹងដែរទេហើយឃើញដាគាត់ឡើងទៅដេកនៅលើរឹងអញ្ចឹងមកជីដូនមួយរបស់គាត់ហ្នឹងក៏បានយកភួយមកឲ្យដានដប់បន្ទាប់មកដាក៏សង្ងំគេងទៅតែគាត់ថាពេលហ្នឹងគាត់គេងមិនលក់ទេគាត់ចេះតែសង្ងំទៅទាំងតែពេលនោះគាត់ឮសំឡេងគេនិយាយគ្នាគេសាច់អីទាំងអស់អញ្ចឹងគណៈពេលគាត់កំពុងតែសង្ងំគេងហ្នឹងស្រាប់តែដាគាត់មានអារម្មណ៍ថាឆ្អឹងឈ្នីរបស់គាត់នឹងកាច់ចូលគ្នាដូចមានណាទេមកចាប់កាន់ចឹងហើយចុកខ្លាំងមែនទែនពេលដែលមានអាការៈបែបហ្នឹងដាក៏ខំព្យាយាមស្រែកហៅគេមកជួយដែរប៉ុន្តែគាត់ស្រែកអត់ចេញទេគាត់ថាអារម្មណ៍ដែលចុកពេលហ្នឹងមិនដឹងនិយាយមិនអាចត្រូវទេហើយស្មារតីរបស់គាត់ពេលហ្នឹងក៏វល់អស់ហើយព្រោះតែឈឺពេកហើយគាត់ឈឺដល់ថ្នាក់បែកក្អួតណាអ្នកទាំងអស់គ្នាហើយបន្ទាប់ពីក្អួតហើយខ្នងរបស់គាត់ហ្នឹងក៏នៅតែបន្តចុកដោយសារតែវាចុកខ្លាំងហើយទ្រាំបានដាក៏បានស្លាប់បាត់ទៅហើយវិជាអ្នកទាំងអស់គ្នាការដែលគាត់ចុកហ្នឹងគឺដោយសារតែខ្មោចជាអ្នកធ្វើដល់ដំបូងឡើយគេចង់ធ្វើបាបបំបេនទេតែដល់ពេលបំបេនគាត់ទៅបាត់ទៅគឺគេចាប់ផ្ដើមធ្វើដាក់ដាម្ដងដោយដាគាត់ចាប់ផ្ដើមក្តៅខ្លួនហើយគាត់ឡើងគេងលេងរឹងនឹងឯងហ្នឹងហើយអញ្ចឹងបន្ទាប់ពីដាគាត់បានស្លាប់បែបហ្នឹងហើយខ្មោចនោះក៏បានទៅចូលចាយម្នាក់ទៀតដែលត្រូវជាមិត្តភក្តិរបស់កូនកំមុំគាត់ថាដំបូងឡើយចាយហ្នឹងគាត់អង្គុយញ៉ាំអីជាមួយមិត្តភក្តិធម្មតាទេតែដល់ពេលអង្គុយសុកស្រាប់តែគាត់ក៏ក្រោកឈរឡើងហើយសាច់គោគេពេញកម្មវិធីហ្នឹងតែម្ដងហើយនេះបើនិយាយពីដាវិញពេលគាត់ស្លាប់ហ្នឹងគឺគាត់ដឹងអីទេតែនេះតើវិញអ្នកឃើញហេតុការណ៍បានប្រាប់គាត់ណា
làពេលហ្នឹងដាគាត់ហាក់ដូចជាមានអ្វីម្យ៉ាងចូលក្នុងខ្លួនគាត់ដែរដែលធ្វើឲ្យរាងកាយគាត់កំពុងតែស្លាប់ហ្នឹងបានងើបពីលឿនរឹងហើយដើរបដាសាយបដាណាហើយអ្នកទាំងអស់គ្នាដឹងតែគាត់ដើរទៅណាអត់ពេលហ្នឹងគឺដាគាត់ដើរទៅចាប់ជើងចែម្នាក់ដែលខ្មោចចូលហើយកំពុងតែសាច់គោគេឯងហ្នឹងហើយក៏ថាគ្រាន់តែគាត់ចាប់ជើងចែម្នាក់នោះពឹបស្រាប់តែចែម្នាក់នោះគាត់ក៏ស្គាល់ថាក្តៅណាដែលហាក់ដូចជាដៃដែលគាត់ចាប់ជើងចែម្នាក់នោះមុនហ្នឹងគឺក្តៅខ្លាំងអញ្ចឹងហើយបន្ទាប់ពីចាប់ជើងចែម្នាក់នោះស្រែកបែបហ្នឹងហើយដាក៏បាននិយាយទៅកាន់ចែនោះថាគ្រាន់តែចេញមកស្និទ្ធសងមករំខានកម្មវិធីគេដែរអត់របបម្លេះពេលហ្នឹងចែហ្នឹងក៏បានតបវិញថាហើយក៏ចាស់ដឹងរឿងអញដល់ឃើញចែម្នាក់ហ្នឹងខ្មើអញ្ចឹងដាក៏បានចាប់ជើងចែនោះរហូតទៀតបន្ទាប់មកចែនោះក៏ស្អែកថាអូយប្រកាច់ពេញហ្នឹងហើយខ្មោចដែលចូលចែហ្នឹងទោះបីជាវាក្តៅហើយប្រកាច់ខ្លាំងប៉ុណ្ណឹងហើយក៏ដោយក៏វានៅតែអព្រមចេញពីចែម្នាក់ហ្នឹងទេព្រោះតែបំណងវាគឺចង់ស៊ីជេដល់ឃើញចែនឹងគាត់ប្រកាច់មើលទៅពិបាកភ្នែកពេកនិយាយរបស់ដានេះគាត់ក៏អត់ចែម្នាក់ហ្នឹងអញ្ចឹងគាត់ក៏បានស្ទុះបំរុងទៅយកជេនឹងធូបដើម្បីសារនៃគេដើម្បីគេចេញទៅវិញណាប៉ុន្តែពេលហ្នឹងដាគាត់ក៏បាននិយាយហាមយាយគាត់ថាកុំឲ្យសារនៅវាអត់ទៅវាបានចិត្តទេហើយយាយគាត់នេះក៏បាននិយាយថាបើគេសុំហើយសារនៃគេទៅកុំឲ្យគេនៅធ្វើបាបគ្នាអញ្ចឹងទៀតនិយាយអញ្ចឹងហើយយាយក៏បំរុងយកជេនឹងទៅសារទៀតតែបានអ៊ំរបស់ដាហ្នឹងមកខត់ហើយពួកគាត់ហ្នឹងក៏បានទៅហៅតាអាចារ្យមកជួយមើលដល់ពេលតាអាចារ្យមកដល់គាត់ក៏បានប្រាប់ឲ្យគេលើកចែម្នាក់ហ្នឹងទៅក្នុងផ្ទះហើយដល់ពេលគេលើកចែនោះទៅក្នុងផ្ទះបាត់ទៅដានេះក៏ទៅខ្លួនទៅវិញរបៀបថាគេក៏បានចេញពីខ្លួនគាត់ដែរនេះមកនិយាយពីចែម្នាក់ដែលខ្មោចចូលនឹងវិញដល់តាអាចារ្យគាត់បាននិយាយប្រាប់ថាខ្មោចដែលចូលចែម្នាក់ហ្នឹងជាខ្មោចដែលព្រីជាអ្នកបជាមកតាមពិតទៅខ្មោចហ្នឹងវាចង់ចេញណាតាំងពីពេលដែលដាទៅចាប់ជើងចែនឹងដំបូងមកម្លេះប៉ុន្តែមានវិញ្ញាណមួយទៀតមកគំរាមមិនឲ្យចេញតែហ៊ានចេញគឺវាធ្វើបាបឲ្យឈឺគូនអំពីតែម្ដងហើយរសារតែខ្លាចវិញ្ញាណមួយទៀតនឹងហើយណាទើបខ្មោចនឹងសុកចិត្តនៅក្នុងខ្លួនចែម្នាក់នឹងអត់ព្រមចេញទៅណាទេតែបជាពេលដែលតាអាចារ្យគាត់និយាយហ្នឹងគាត់បានធ្វើពិធីឲ្យចែម្នាក់នោះក៏លេងអីដែរនេះមកនិយាយពីវិញ្ញាណដែលចូលឡាវិញតាអាចារ្យបានប្រាប់ថាអ្នកដែលចូលនោះគឺជាចំណែកផ្ទះដែលគេជាអ្នកថែរក្សាផ្ទះនោះណាហើយរសារតែគេស្រឡាញ់ចូលចិត្តដាតែគឺចូលមកជួយបែបហ្នឹងហើយអ្នកដែលកាច់ឆ្អឹងខ្នងដាដំបងហ្នឹងគឺជាវិញ្ញាណដែលបជាខ្មោចឲ្យចូលចែម្នាក់នោះនឹងឯងហើយរសារតែបានជំនាញផ្ទះចូលគាត់ទើបខ្មោចនោះវារត់ទៅចូលចែម្នាក់នោះបែបហ្នឹងអញ្ចឹងក្រោយពីនៅក្នុងកម្មវិធីហ្នឹងមានរឿងបែបហ្នឹងកើតឡើងហើយគ្រប់គ្នាក៏នាំគ្នារំសាយទៅផ្ទះរៀងៗខ្លួនទៅហើយដាក៏បានត្រឡប់មកគេផ្ទះគាត់វិញដែរអញ្ចឹងលួចដល់ស្អែកឡើងដាគាត់មិនតឡើងទៅភ្នំពេញវិញទេគឺគាត់នៅលេងស្រុកមួយថ្ងៃទៀតចាំដល់ព្រឹកស្អែកបានគាត់ត្រឡប់ទៅវិញហើយនៅក្នុងល្ងាចហ្នឹងគាត់ក៏បានទៅលេងបារជាមួយអ្នកភូមិនៅក្បែរផ្ទះដែរទេដោយកន្លែងហ្នឹងស្ថិតនៅផ្លូវមួយខាងទៀតឬប្រជិតផ្ទះគាត់បន្តិចដល់ពីតារាងបាល់ទៅគឺគាត់អាចមើលឃើញផ្ទះគាត់បានអញ្ចឹងគាត់ថាពេលគាត់ទៅលេងបាល់ហ្នឹងម៉ែរបស់គាត់នៅផ្ទះតែម្នាក់ឯងទេព្រោះតែពួកគាត់ទៅផឹកជាមួយអ្នកភូមិហើយប្អូនរបស់គាត់ហ្នឹងក៏ទៅដើរលេងបាល់អូខេឥឡូវងាកមកសាច់រឿងយើងវិញអញ្ចឹងដាគាត់ថាពេលហ្នឹងម៉ោងប្រហែលជា7ជាងគាត់នៅលេងបាល់មិនទាន់ឈប់ទេហើយពេលដែលកំពុងទៅលេងសុកហ្នឹងសាប់តែទូរស័ព្ទគាត់ក្រឡើងដល់ពេលដាទៅមើលទូរស័ព្ទទៅក៏ឃើញថាម៉ែគាត់នេះកំពុងទៅទេមកហើយពេលលើកទៅម៉ែគាត់ក៏បានប្រាប់ថាអូនមកផ្ទះមកផ្លេតគ្រាន់តែលឺម៉ែគាត់ខលមកហៅទៅផ្ទះអញ្ចឹងដាគាត់ចាប់ផ្ដើមសង្ស័យប្រហែលជាមានរឿងអីហើយភ្លាមគាត់ក៏បានសួរម៉ែគាត់ថាមានរឿងអីតែម៉ែគាត់អត់ទាន់និយាយអីទេแล้วគាត់គ្រាន់តែនិយាយថាឲ្យដានេះមកផ្ទះសិនមកអញ្ចឹងដល់ត្រូវម៉ែហៅបែបហ្នឹងដាក៏ប្រយ័ត្នទេវ៉ាន់ហើយក៏រត់មកផ្ទះវិញតែពេលដែលកំពុងតែដើរតាមផ្លូវហ្នឹងមកដល់មុខផ្ទះគាត់ក៏ជួយនោមអញ្ចឹងគាត់ក៏បានដើរទៅនោមដាក់គុំអាស័យមកគុំនៅមុខផ្ទះតែគុំអាស័យហ្នឹងវាស្ថិតនៅក្រៅរបងទេហើយក្រោយពីនោមហើយគាត់ក៏បានឡើងទៅផ្ទះសួរម៉ែគាត់ថាហើយម៉ែកាត់អីពេលនោះម៉ែគាត់ក៏បានប្រាប់ថាមានមនុស្សមកគូអញ្ចឹងផ្ទះហើយអ្នកទាំងអស់គ្នាសាកគិតមើលផ្ទះគាត់ជាផ្ទះឈើខ្ពស់ផុតពីដីហើយនរណាឯក៏ខ្ពស់ម្ល៉េះអាចមកគូអញ្ចឹងផ្ទះគាត់បានហ្នឹងតែដោយសារតែលឺម៉ែប្រាប់បែបហ្នឹងហើយដាគាត់ក៏បានដើរមើលជួយផ្ទះមកចុងតែដល់ពេលមើលទៅអត់ឃើញមានស្នាមអីគាត់សង្កល់ទេហើយដោយមិនអស់ចិត្តគាត់ក៏បានដើរឆែកមើលក្នុងបន្ទប់នៅលើផ្ទះទៀតតែដើរមើលហើយក៏នៅតែមិនឃើញមានអីដដែលអញ្ចឹងដល់ដើរមើលហើយមិនឃើញមានអីបែបហ្នឹងគាត់ក៏ចាប់ដើមនឹកដល់រឿងខ្មោចដែរហើយព្រាមគាត់ក៏បានយកធូបទៅអត់នៅប្រភូមិនៅមុខផ្ទះដើម្បីឲ្យគាត់ជួយការពារណាហើយបើថាពេលគាត់កាន់ធូបដើរទៅដុតហ្នឹងស្រាប់តែមានខ្យល់បក់មកយ៉ាងត្រជាក់ចម្លែកប៉ុន្តែដល់ពេលដុតធូបហើយគ្រប់យ៉ាងក៏ធម្មតាវិញអញ្ចឹងនៅក្នុងល្ងាចហ្នឹងក៏ពីគ្រប់យ៉ាងលេងអីហើយដាក៏បានសុំរាយគាត់ទៅលេងបាល់បន្តព្រោះថាពុកઅનેប្អូនរបស់គាត់ក៏ត្រឡប់មកផ្ទះវិញដែរហើយយប់ហ្នឹងគាត់លេងរហូតដល់ម៉ោងប្រហែលជា9យប់
គាត់ក៏បានត្រឡប់មកផ្ទះវិញហើយពេលដែលមកដល់ផ្ទះហ្នឹងគាត់ក៏បានចូលគេងឲ្យបាននិយាយអីជាមួយម៉ែគាត់ទៀតទេហើយលុះដល់ព្រឹកឡើងគាត់ក៏បានឡើងតាក់ស៊ីត្រឡប់ទៅភ្នំពេញវិញទៅអញ្ចឹងពេលដែលទៅដល់ភ្នំពេញធ្វើការបាន2-3ថ្ងៃមានល្ងាចមួយម៉ែគាត់ក៏បានខលទៅលេងខលទៅនិយាយលេងពីនេះពីនោះចូលឡើងទៅគាត់ទ្រីនិយាយដល់រឿងដែលកើតឡើងពីថ្ងៃមុនដែលម្ដាយគាត់លើសម្លេងគេគូនជាផ្ទះនោះដល់និយាយគ្នាចូលឡើងទៅទើបដឹងថារឿងទាំងអស់ហ្នឹងគឺមានប្រភពចេញពីខ្មោចតែមួយតែប៉ុណ្ណោះគឺដើមហេតុនោះក៏រសារតែកាលពី3ឆ្នាំមុននេះដាគាត់បានទៅលេងផ្ទះអ៊ំកាលពីអ៊ំទូហើយពេលយប់ដែលមកទៅលេងវត្តហ្នឹងគាត់បានស្លពើទៅកន្លែងដើមពិលនៅមុខផ្ទះអ៊ំគាត់ណាហ្នឹងហើយគេខឹងត្រង់ចំណុចហ្នឹងឯងដល់គេគុំគាត់ឡើង3ឆ្នាំហើយគឺអាការល្អក្នុងថ្ងៃភ្ជាប់ពីបងថ្លៃគាត់ហ្នឹងគេក៏បានមកអុកលុកម្ដងហើយថ្ងៃចុងក្រោយដែលគេមកម្ដងទៀតហ្នឹងគឺនៅផ្ទះគាត់ហ្នឹងឯងដល់ម្ដងទេហ្នឹងគឺគេមិនចង់រករឿងដាទេតែដាគាត់នៅផ្ទះហើយម៉ែគាត់ក៏បានប្រាប់គាត់ថាការដែលគាត់ខលទៅហៅដាឲ្យផ្ទះហ្នឹងមិនគ្រាន់តែរឿងគូអញ្ចឹងតែប៉ុណ្ណឹងទេគឺថាថ្ងៃហ្នឹងម៉ែគាត់នឹងអង្គុយនៅក្រោមផ្ទះហើយពេលអង្គុយសុកស្រាប់តែគាត់ឮសំឡេងគេគូអញ្ចឹងទូងដូចយកអីដំអញ្ចឹងណាដល់ឮបែបហ្នឹងគាត់ក៏រត់ចេញទៅក្រៅដើម្បីមើលប៉ុន្តែដល់មើលទៅអត់ឃើញមានអីទេហើយពេលដែលកំពុងទៅរកមើលអីគូអញ្ចឹងហ្នឹងស្រាប់តែគាត់បានឃើញដើមឫស្សីនៅមុខផ្ទះនេះវាចាប់ផ្ដើមរេទៅមកឆ្វេងស្ដាំទាំងតែពេលនោះអត់មានខ្យល់សំបីតែបន្តិចហើយដល់មើលទៅដូចជាមិនស្រួលម៉ែរបស់គាត់ក៏បានរត់ឡើងទៅលើផ្ទះហើយក៏បានខលហៅដាបែបហ្នឹងទៅហើយវិស័យដំអីដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងពេលដែលម៉ែគាត់ខលហៅហើយដានេះគាត់បានដើរត្រឡប់មកវិញហើយគាត់ក៏ជួយនោមហើយក៏នោមនៅចំគុំឫស្សីនៅមុខផ្ទះហ្នឹងហើយគាត់ថាទឹកនោមគាត់ដូចទឹកវេទមន្តអញ្ចឹងនោមហើយវិញ្ញាណនោះក៏ចាប់ប្រាប់អស់រឹតធ្វើអីលែងបានត្រឹមតែធ្វើឲ្យមានខ្យល់ត្រជាក់បក់មកប៉ះខ្លួនគាត់តែប៉ុណ្ណោះនៅពេលនោះហើយក៏ថាចាប់តាំងពីថ្ងៃដែលគាត់បាននោមដាក់គុំឫស្សីនឹងហើយក្រោយមកទៀតពេលដែលទៅលេងផ្ទះគាត់ក៏មិនដែលបានជួបហេតុការណ៍ចម្លែកអីទៀតដែរអូខេអ្នកទាំងអស់គ្នាចូលរឿងរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយអ្នកទាំងអស់គ្នាត្រូវពីស្ដាប់រឿងនេះហើយតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរកុំភ្លេចជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផងអញ្ចឹងដោយរត់ដងបើសិនជាអ្នកទាំងអស់គ្នាមានសាច់ជ្រូកចង់ឲ្យកថាទៅធ្វើការចែករំលែកបន្តអ្នកទាំងអស់គ្នាអាចផ្ញើសាច់ជ្រូកមកកាន់ Facebook Page និង Telegram របស់កថាដែលមានលំនាំភ្ជាប់នៅក្នុង description ខាងក្រោមបានហើយឆ្លៀតក្នុងឱកាសនេះខ្ញុំក៏សូមអធិស្ឋានបើសិនជាពេលខ្ញុំនិយាយទៅមានកន្លែងណាខ្វះខាតឬគ្មានពាក្យពេចន៍លឺត្រង់កន្លែងណាមួយដែលចេតនាជាចុងក្រោយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់និងការទស្សនាតាំងពីដើមរហូតមកចំណុចនេះហើយយើងនឹងជួបគ្នានៅរឿងខ្មោចប្រក្រោយទៀត